យើងខាងក្រុមការងារនិងព្រះអង្គគ្រូអ៊ំភេងព្រះអនុគុណស្រុកសាមគ្គីមនីជ័យបានរៀបចំស្បៀងនិងជំនួយរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងបានយកមកជួយនៅខាងបន្ទាយមានជ័យដោយសារតែភ្លើងសង្គ្រាមចោលសៀមឈ្លានពានទឹកដីយ៉ាងហើយប្រជាពលរដ្ឋគឺមានការភៀសសឹកមកតំបន់ឆ្ងាយមកតំបន់ដែលមានសុវត្ថិភាពយ៉ាងហើយនេះគឺយើងទឹកចិត្តបងប្អូនខ្មែររួបរวมគ្នាខ្មែរជួយខ្មែរក្នុងគ្រាសោកនាដកម្មដែលសត្រូវចោលសៀមឈ្លានពានទឹកដីព្រះរាជាណាចក្រកម្ពុជាយ៉ាងពួកខ្ញុំជាជួរក្រោយនិងព្រះអង្គគ្រូអ៊ំភេងព្រះអនុគុណស្រុកសាមគ្គីមនីជ័យគង់នៅវត្តស្រះឃ្លាំងក៏បានរៀបចំនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់បានចូលជាបច្ច័យនិងគ្រឿងឧបភោគបរិភោគជាប្រភេទអាហារក្រៀមអាហារអង្គយកមកចែកជូនបងប្អូនភៀសទឹកគឺជួយគ្នាក្នុងគ្រាមានលំបាកចឹងណាបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពក្រុមការងារនិងបងប្អូនភៀសទឹកគាត់ជួយដាក់អវ៉ាន់ចោះដើម្បីជួយសម្រួលដល់ក្រុមការងារខ្លាំងខ្លាំងមែនតើហើយនៅនេះដែរគឺប្រហែលជា500គ្រួសារជាងបងប្អូននេះគឺយើងចាប់ដើមរៀបចំហើយនេះសកម្មភាពក្រុមការងាររបស់យើងគឺអ្វីដែលយើងអាចធ្វើបានអ្វីដែលអាចយើងជួយបានគឺយើងជួយធ្វើទៅតាមលទ្ធភាពចឹងណាពុកម៉ែបងប្អូនវាអត់មានអ្វីក្រៅពីយើងជួយគ្នាទេក្នុងគ្រានេះគឺមានតែខ្មែរជួយខ្មែរស្រឡាញ់ខ្មែរតែប៉ុណ្្នឹងឯងបងប្អូនគឺនេះជាសកម្មភាពគឺពួកគាត់សហការគ្នាស្រឡាញ់គ្នាមែនតើបងប្អូនមិនថាគាត់ជាភេសជ្ជៈឬមួយក៏ពួកខ្ញុំជាក្រុមការងារដែលជួយមកចែកតយទានជូនពួកគាត់ទេគឺយើងសហការគ្នាស្រឡាញ់គ្នាខ្លាំងមែនតើបងប្អូននេះបងប្អូនសំបីទាំងក្មេងទាំងចាស់គឺគាត់ពិតជាសប្បាយរីករាយcòn bài ấy đâm chân nó bài đó đâm chân nó mẹ là má hàng mai đó hàng bài Bang Kru đặt nom đời Bang Kru ông Phênhព្រះអនុគុណខេត្តស្រុកសាមគ្គីមនីជ័យពុកម៉ែបងប្អូនយើងមកវត្តបន្ទាយដែរ